បាទសួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំលើកយកមកបង្ហាញអំពីរបៀបនៃការធ្វើឲ្យមេថាជញ្ជាំងឬក៏ផ្ទាំងថ្មណាមួយបែកមកចេញជាអក្សរឬក៏ជា logo របស់យើងបាទនៅក្នុងកម្មវិធី Adobe After Effects ដោយដែលខ្ញុំបានបង្ហាញរូបនៅលើផ្ទៃការងារនេះគឺរបៀបបែកអញ្ចឹងបាទអញ្ចឹងឥឡូវដើម្បីយើងធ្វើបានទី1ខ្ញុំចូល project ថ្មីតែម្ដងបាទដើម្បីយើងអាចធ្វើការងារបានគឺយើងត្រូវការបង្កើត composition ថ្មីមួយយើងអាចចុចលើនេះបន្តទៅទៀតយើងជ្រើសរើសទំហំការងារដែលយើងចង់បានឥឡូវខ្ញុំយកមានថា10 second 10វិនាទី Full HD ខ្ញុំអូខេបាទបន្តទៅទៀតយើងទៅបើក background មានថាជាផ្ទាំងថ្មផ្ទាំងឥដ្ឋផ្ទាំងជញ្ជាំងនឹង logo ឬក៏អក្សរដែលយើងចង់បាននោះមកបាទឥឡូវនេះឃើញថាខ្ញុំបើករួចហើយបាទខ្ញុំបើកទាំងអក្សរទាំង background ដែលយើងចង់បានអញ្ចឹងទី1គឺយើងទាញ background ដាក់មកក្រោមទៅបាទ background នេះបើធំពេកយើងចូល scale ណាបាទមានថានេះវាធំជាងផ្ទៃការងារយើងចូល scale មកបាទ scale បរួមទៅណាបាទបន្តទៀត background ហ្នឹងយើងត្រូវការ pre-compose ដែលយើងមកស្ដាំដល់វាយកពាក្យថា pre-compose បន្តទៀតខ្ញុំទាញអក្សរឬក៏ logo ដែលយើងចង់បានយកមកដាក់នៅខាងលើនេះអូខេនេះអក្សរវាចេញមកអញ្ចឹងខ្ញុំដាក់ថាភ្ជុំបិណ្ឌអញ្ចឹងយើងអាចទាញតូចធំទៅតាមការចង់បានរបស់យើងឥឡូវខ្ញុំបរួមឲ្យតូចបន្តិចណាបាទប៉ុណ្ណេះជំហានបន្តបើយើងចង់ធ្វើវាមានលក្ខណៈប្រេះពេលបែកហើយវាមានប្រេះស្នាមប្រេះនៅលើជញ្ជាំងឬក៏លើផ្ទាំង background ដែលយើងចង់បានហ្នឹងយើងត្រូវរកស្នាមនឹងមកដែរហើយខ្ញុំត្រូវបញ្ជាក់ថាទាំងអស់នេះយើងអាច design ពី Photoshop ឬពីកម្មវិធីណាផ្សេងឲ្យហើយមកបាទយើងទាញយកមកដាក់បានហើយ save វាជា file PNG ឬក៏ PSD ក្នុងនេះគឺខ្ញុំ save វាជា file PNG បាទអានេះស្នាមប្រេះខ្ញុំទាញយកមកដាក់ពីលើចេញមកវាតូចអញ្ចឹងខ្ញុំអាចបរិចវាធំតិចទៅបាទឲ្យវាស៊ីគ្នាវាចេញពីនេះមកប្រេះចេញពីនេះមកបាទអូខេគឺយើងអាចដាក់មកល្មមណាបាទមកសំកុំឲ្យបាំងអក្សរតែខ្ញុំដាក់ត្រឹមប៉ុណ្ណេះអូខេបាទបន្តមកទៀតមានថា layer អក្សរនិង style ដែលយើងធ្វើ press ធ្វើបែកហ្នឹងយើងត្រូវ select លើវាទាំងពីរដើម្បី select ឲ្យជាប់គ្នាយើងចុច control លើ keyboard ឲ្យជាប់ហើយយើងមកស្ដាំលើ layer នេះយក pre-compose វាចេញចេះមកយើងដាក់មកដាក់ថា title បាទខ្ញុំអូខេអញ្ចឹងក្នុង title នេះយើងត្រូវការដាក់ពណ៌វាតែមួយជាមួយនឹងស្នាម press ស្នាមអីហ្នឹងណាអញ្ចឹងដើម្បីយើងបដូរពណ៌មានតែបដូរពណ៌ទាំងស្រុងពី object ពីអក្សរពីអីមួយយើងចុចលើ effect and preset នេះយើងវាយប្រើ effect មួយឈ្មោះថា fill បាទនេះ fill យើងចាប់យកដាក់លើ layer ហ្នឹងទៅបាទអ្នកទាំងអស់គ្នាអាចសេរីពណ៌វាក្នុងនេះគឺយើងយកពណ៌រាងគេថាប្រផេះបាទអ្នកទាំងអស់គ្នាអាចវាយតាមខ្ញុំក៏បានពណ៌នេះកុំប្រផេះច្រើនពេកមានថារាងប្រផេះល្មមបានហើយបាទដើម្បីវានៅពេលដែលយើងធ្វើបែកទៅដូចជាកប់នៅក្នុង background ដើម្បីវាចូលទៅកប់ក្នុង background របស់យើងអញ្ចឹងក្នុងនេះអ្នកទាំងអស់គ្នាត្រូវសេរីពណ៌រាងប្រផេះណាបាទទៅតាមប្រភេទនៃជញ្ជាំងរបស់យើងក្នុងនេះខ្ញុំដាក់អាចវាយតាមខ្ញុំក្នុងនេះវាដាក់67ប្រភេទនេះតែខ្ញុំដាក់87បាទប្រភេទត្រឹមប៉ុណ្ណេះខ្ញុំអូខេមានថាយើងដាក់ពណ៌នេះដើម្បីដល់ពេលដែលយើងធ្វើទៅមុខទៀតឲ្យវាកប់ចូលនៅក្នុងជញ្ជាំងណាបាទចូលក្នុង background របស់យើងខ្ញុំអូខេជំហានបន្ទាប់យើងត្រូវការបន្ថែម effect មួយបាទបន្ថែម effect ទៅលើ title ឬក៏ logo របស់យើងហ្នឹងដែលយើងមកស្ដាំលើ layer ហ្នឹងបាទមកស្ដាំលើ layer ហ្នឹងរួចហើយយកពាក្យថា layer style ហើយយើងយកពាក្យថា inner shadow បាទយក inner shadow មានថាយើងដាក់ស្រមោលចូលទៅខាងក្នុងបាទពេលដាក់ហើយវានឹង load ចេញមកអញ្ចេះបាទ load ចេញមកអញ្ចេះចឹងយើងមើលត្រង់កន្លែង layer របស់ title យើងហ្នឹងអ្នកវាចេញថា inner shadow ចឹងយើងបលាវាទៅចឹងស្រមោលហ្នឹងយើងតម្រូវឲ្យនៅកន្លែង angle នេះមានថាបវល់វាណាយើងដាក់90 degree ណាបាទមានថាឲ្យវារៀងរុញទៅលើបន្តិចណា
បន្ទាប់មកទៀតត្រង់កន្លែងលេខនេះអ្នកទាំងអស់គ្នាអាចជ្រើសរើសប្រភេទនៃការផុសចេញផុសចូលឡើងបានតែក្នុងនេះខ្ញុំដាក់6ចឹងទៅបាទខ្ញុំដាក់6កន្លែង5ហ្នឹងនេះខ្ញុំដាក់6ដែរវារៀងកម្រិតបន្តិចណាកន្លែងនេះអ្នកទាំងអស់គ្នាអាចដាក់7 8ក៏បានចង់ផុសខ្លាំងផុសតិចអត់បញ្ហាទេក្នុងហ្នឹងណាបាទអូខេនៅពេលដែលយើងបានចឹងហើយបន្តទៅទៀតគឺយើងត្រូវការដាក់ effect ចូលមួយទៀតដែលយើងមកស្ដាំលើវាយើងយក layer style យើងយក bevel and emboss កន្លែងនេះណាបាទយកកន្លែងហ្នឹងចឹងវាចេញមកទៀតដែរ bevel and emboss ហ្នឹងវាចេញមកយើងបាត់វាទៅយើងពលាកន្លែងនេះម្ដងណាបាទបន្តទៅទៀតគឺយើងសេរីត្រង់កន្លែងចំណុចនេះត្រង់កន្លែង style របស់វានេះយើងយក outer bevel បាទយក outer bevel បន្តមកទៀតមានថា size ពីមុនហ្នឹងបើយើងដាក់ទំហំប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងដូចគ្នាទៅអាមុនខ្ញុំដាក់6ខ្ញុំដាក់កន្លែងនេះ6ដែរបាទខ្ញុំដាក់6ដូចគ្នាបន្តមកទៀតត្រង់កន្លែងនេះវាដាក់ direction យើងយកវា down ណាបាទវាមាន up មាន down យើងយក down បាទឲ្យធ្លាក់មកអញ្ចេះយើងសេរីប៉ុណ្ណឹងគឺរួចរាល់ហើយបាទយើងសេរីរួចរាល់ហើយយើងបិទអានេះចោលកុំឲ្យវានៅស្កេតស្កាសលើការងារយើងបាទបន្ទាប់មកទៀតនៅត្រង់នេះបាទដើម្បីវាឃើញធ្លុះទៅដល់ background ឃើញធ្លុះទៅដល់ background នៅក្នុងកន្លែង mode នេះណាបាទបើសិនជាអ្នកទាំងអស់គ្នាអត់ឃើញចំណុចហ្នឹងទេអាចចូលត្រង់កន្លែងនេះណាបាទចូលត្រង់កន្លែងនេះចុចកន្លែងហ្នឹងមួយទៅហើយឃើញត្រង់កន្លែងនេះ mode normal យើងយកវាជា multiply នេះយកនេះណាបាទឲ្យវាឃើញចេះណាមានថាឥឡូវនេះវាធ្លុះទៅដល់ background របស់យើងហើយបាទធ្លុះដល់ background ហើយបាទជំហានបន្ទាប់គឺយើងមានថា copy background ចេញជា2ដើម្បីយើងទៅធ្វើបែកបាទបែកជាមួយនឹងអក្សរនៅ composition ផ្សេងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចចុច control អក្សរ D ឬក៏ចូលលើ edit យកពាក្យថា duplicate បាទវាបានជា2ហើយយើងមកស្ដាំលើវាយើងយក pre-compose មានថាដើម្បីយើងបង្កើតទៅបាន composition ថ្មីមួយទៀតយើងងាយស្រួលក្នុងការធ្វើការងារណាបាទយក pre-compose យើងយកអាក្រោមនេះរួចហើយអាហ្នឹងមានថាយើងធ្វើសម្រាប់បែកយើងដាក់ setter ទៅ effect វាឈ្មោះ setter ណាបាទយើងអូខេពេលចេញចឹងហើយយើងចុចលើ setter ហ្នឹង2ដងមានថាចុចលើ composition ដែលយើងបាន pre-compose ហ្នឹង2ដងពេលចេញមកចឹងហើយគឺយើងចូលទៅលើ project បាទ project យើងទៅទាញមានថា composition title នេះ composition នេះណាបាទ title យកមកដាក់ពីលើហ្នឹងបាទយកមកដាក់ពីលើនេះនៅពេលដែលយើងទាញដាក់យកដាក់ពីលើមានថាពណ៌វាផ្សេងគ្នាដែលយើង pre-compose ពីមុនហ្នឹងយើងនៅពណ៌ផ្សេងគ្នាអញ្ចឹងយើងចូល fill មួយទៀតបាទនេះ fill effect យើង fill យើងអត់តតណាទេអញ្ចឹងអាចវាយមួយសារទៀតវាយពាក្យថា fill ណាបាទហើយយើងចាប់យកមកដាក់លើនេះមកនៅលើ title របស់យើងដើម្បីយើងដូរពណ៌ដាក់ពណ៌សតែម្ដងដាក់សសុទ្ធតែម្ដងណាបាទយើងទាញសស្មើនឹងស F ទាំងអស់ពណ៌សណាបាទនេះត្រង់កន្លែងនេះកូដវាគឺ F ទាំងអស់ហើយយើងអូខេបាទបន្ទាប់មកទៀតបាទគឺយើងត្រូវការ made background ហ្នឹងឲ្យចូលទៅក្នុងអក្សរមានថា made ពណ៌ background ឲ្យចូលទៅក្នុងអក្សរណាបាទគឺត្រង់កន្លែង track made នេះបើអត់ឃើញទេអ្នកទាំងអស់គ្នាអាចចុចកន្លែងហ្នឹងដូចគ្នាឃើញត្រង់កន្លែង track made ហើយត្រង់កន្លែងនេះយើងយកវាជា alpha made ណាមានថា background បែក background ជាជាងអីផ្សេងវារត់ចូលទៅក្នុងអក្សរយើងទៅហើយណាវាចូលបញ្ចេះបាទ background និង title ឬក៏ logo ដែលយើងបានដាក់មកហ្នឹងគឺយើងត្រូវការ pre-compose ចូលគ្នាណាបាទដែលយើងត្រូវការចុច control ឲ្យជាប់ហើយចុចលើ layer ទាំងពីរទៅ control លើ keyboard មកស្ដាំលើវាយកពាក្យថា pre-compose បាទ pre-compose មកអញ្ចឹងក្នុងហ្នឹងយើងអាចដាក់ setter ទៀតក៏បានឬក៏យើងមិនដាក់ក៏បានដែរបាទ setter title ទៅឧទាហរណ៍បាទហើយយើងយកនៅខាងក្រោមនេះអូខេមានថានេះគឺយើងធ្វើសម្រាប់ឲ្យវាបែកអញ្ចឹងយើងត្រូវការ search មើលនៅក្នុង effect and preset របស់យើងវាយពាក្យថា setter នេះយើងឃើញហើយ setter យើងចាប់ជាយកមកដាក់លើនឹងតែម្ដងលើ layer របស់យើងវាចេញទម្រង់មកអញ្ចេះបាទចេញទម្រង់មកអញ្ចឹងពេលចេញមកអញ្ចឹងហើយដើម្បីយើងឲ្យឃើញបែកជាទម្រង់របស់ background តែម្ដងគឺយើងចូលត្រង់កន្លែងនេះ effect control របស់យើងណាបើ effect control មិនឃើញលក្ខខណ្ឌណាមួយដែលវាមិនឃើញគឺយើងចូលលើ window យកពាក្យថា effect control បាទបើវាឃើញហើយតែចុចទៅបាត់ហើយណាបាទវាអញ្ចឹងចូលលើ window យក effect control
បន្ទាប់ទៀតត្រង់កន្លែង view នេះណាយើងយកវាជា render បាទយក render style វិញណាបាទ style បែកអញ្ចេះបន្ទាប់មកទៀតត្រង់កន្លែង render នេះយើងយកវាជា piece នេះបាទយកទម្រង់នេះដើម្បីវារត់តាមទម្រង់ដែលយើងចង់បានបន្ទាប់មកទៀតគឺយើងជ្រើសរើស style បែកបាទ style បែកមានច្រើននៅត្រង់កន្លែង shape កន្លែងនេះកន្លែង shape នេះកន្លែងនេះវាមានទម្រង់ style បែកច្រើនណាស់នេះកន្លែង pattern នេះ break នេះលក្ខណៈឥតអញ្ចឹងយើងមើលមាន style ច្រើនអ្នកទាំងអស់គ្នាអាចសាកល្បងបានអញ្ចឹងក្នុងនេះដើម្បីយកឲ្យបានបែកល្អដូចជាខ្ញុំបានធ្វើនៅខាងដើមខ្ញុំយកជា glass ជាលក្ខណៈបែកកញ្ចក់បែកអីចឹងទៅណាបាទខ្ញុំយកហ្នឹងបាទទម្រង់ចេះបាទទម្រង់ចេញអញ្ចឹងបន្ទាប់មកទៀតបើសិនជាយើងចង់ឲ្យមានថាទម្រង់នៃការបែករបស់យើងហ្នឹងឃើញច្រើនយើងសេរីត្រង់កន្លែងនេះបាទចំណុចនេះណាសេរីច្រើនទៅអាចដាក់ដល់50 60ក៏បានដែរបាទតាមការចង់បានរបស់យើងណាបាទអូខេបាទឥឡូវនេះខ្ញុំដាក់54ឧទាហរណ៍ណាបាទខ្ញុំដាក់ប៉ុណ្ណេះបន្ទាប់មកទៀតនេះត្រង់កន្លែងនេះបាទអានេះបើសិនយើងចង់ធ្វើឲ្យមានថាកម្រាស់នៃការបែកហ្នឹងក្រាស់ឬស្ដើងណាបាទកម្រាស់នៃការបែកហ្នឹងណាយើងអាចដាក់អូតូរបស់វាក៏បាន 0.20 ហ្នឹងណាបាទបន្ទាប់មកទៀតបាទដើម្បីយើងសេរីឲ្យវារត់មានថាដូចជាបែកតាមអក្សរអញ្ចឹងណាបាទដូចជាបែកតាមអក្សរមកប្រោដូចដែលខ្ញុំបានបង្ហាញហ្នឹងបាទអញ្ចឹងយើងត្រូវការសិតនៅក្នុង force 1 force ទី1នេះតង់កន្លែង position នេះបាទតង់កន្លែង position នេះអូខេចឹងអ្នកទាំងអស់គ្នាដឹងហើយយើងមកដល់ចំណុចនេះចំណុចកន្លែងមួយរូបនាឡិកានេះមានថាសម្រាប់សិត key frame យើងធីកលើវាទៅបាទមុននឹងធីកយើងទាញវាមកដាក់នៅចំណុច0ណាបាទនេះចាប់ពី key frame 0ទៅហើយយើងមើលចំណុចកន្លែងនេះណាបាទrồi hai dương sợi trongចំណុចវានេះsợiវាទៅបាទ sợi មក sợi ដាក់ដល់នេះណាបាទ sợi ដាក់ដល់ហ្នឹងបន្ទាប់មកទៀតតើយើងចង់វាបែកហ្នឹងប្រហែល second ប្រហែលវិនាទីមានថារយៈពេលវាណាបាទយើងចង់បានប្រហែលដល់បែកខ្ចាយមកចេះរហណាបាទឥឡូវខ្ញុំបន្តថាខ្ញុំបែកហ្នឹងខ្ញុំចង់បាន2 វិនាទីឬក៏3 វិនាទីឧទាហរណ៍នេះថាខ្ញុំយក2កន្លះចុះខ្ញុំយក3 វិនាទីចុះឧទាហរណ៍នេះបាទខ្ញុំយកត្រឹមប៉ុណ្ណេះយើងទាញមកមុខមកហើយយើងទាញអានេះមកវិញបាទអ្នកទាញត្រង់កន្លែង position របស់យើងនេះទាញមកឲ្យផុតវិញទៅបាទអ្នកទាញឲ្យឃើញស្នាមនេះបាទនេះស្នាមដែលវារត់ហ្នឹងណាអាហ្នឹងជា position របស់វាទាញវាឲ្យផុតទៅមានថាអាហ្នឹងវានឹងបែកផុតទៅតាមនឹងឲ្យយើងហើយបាទហើយចាំមើលខ្ញុំ play វាបែកលក្ខណៈអញ្ចេះនេះវាទៅវាចេញមកលក្ខណៈអញ្ចឹងអានេះអ្នកទាំងអស់គ្នាអាចយករយៈពេលប៉ុណ្ណាទៅតាមការចង់បានរបស់យើងណាបាទខ្ញុំធ្វើ3 វិនាទីវារៀងមកសមមកល្មមណាបាទមកសមមកល្មមបាទអ្នកទាំងអស់គ្នាអាចសេរីឡើងវិញនៅពេលដែលយើងធ្វើហើយហ្នឹងអាចពលាត្រង់កន្លែងចំណុចនេះeffect setter force យើងសិតត្រង់កន្លែង force 1យើងអាចទាញវាវែងខ្លីតាមនេះវិញបានណាបាទហើយដើម្បីឲ្យ key frame យើង smooth ណាបាទអ្នកទាំងអស់គ្នាអាច select លើវាទាំងអស់នេះដោយមកស្ដាំលើវាយកពាក្យថា key frame assistant យកកន្លែងនេះបាទឬក៏ចុច F9 ណាហើយវាចេញសញ្ញាអញ្ចឹងមកអាហ្នឹងពេលវារត់មកវា smooth ល្អណាបាទនៅពេលដែលយើងសេរីប៉ុណ្នេះរួចហើយមានថាការបែកនេះលោតមិនទាន់បានល្អទេបាទមានថាបែកខ្ចាយមិនទាន់ល្អអញ្ចឹងយើងត្រូវសេរីនៅខាងក្រោមនេះបន្តទៀតយើងសេរីនេះគឺយើងអត់សុត key frame ទេត្រង់កន្លែង depth នេះបាទយើងដាក់ 0.06 07 ឬក៏ 05 អីតាមហ្នឹងទៅឥឡូវខ្ញុំដាក់ 0.05 បាទបន្ទាប់មកទៀតត្រង់កន្លែងចំណុចនេះបាទយើងបន្ថយវាបន្តិចណាបាទយើងដាក់ 0.20 0.30 អីទៅបានហើយដល់កន្លែងនេះយើងអត់ដាក់5 ច្រើនពេកមានថាវាបុកទៅឆ្ងាយពេកណាបាទវាខ្ទាតទៅរីឆ្ងាយពេក strength ហ្នឹងបាទអញ្ចឹងយើងដាក់កន្លះអីបានហើយបាទ 0.5 អីទៅបាទ 0.6 ទៅបានហើយអូខេឥឡូវខ្ញុំ play នេះអាហ្នឹងវាធ្លាក់វាអត់ទៅបុកទៅខ្ទាតទៅឆ្ងាយជាទេកន្លែងហ្នឹងមានថាហ្នឹងយើងសម្រាប់ធ្វើវាខ្ទាតទៅខាងមុខឆ្ងាយឬក៏នៅមកខាងក្រោយវិញណាចំណុចហ្នឹងជំហានបន្ទាប់គឺយើងចូលមកសេរីត្រង់កន្លែង
nè bà trong cái này ní nếu chỉ cái này sầm đặt thưa bị tiết thì có thưa bị rotation vừa lấy chẳng nè chẳng trong cái này rotation speed ní bà chẳng đạm mùi máu mình thao về bột máu bị khơi sạch về miền mình thao về bầm bol á về rotation về bầm bol tới bị khơi sạch nè bà to bắt tiết rotation năng muối lên đầm mình thao về lê kia cái chân đạm mùi đấy lại nắng bà to một tiết nơi trong nơi khang khao mấy dương đã ô tô tử còn lại cái sam sắp bị rối nhưng ai đã sam sai sắp bị rối các bạn bà còn lại trong nơi ní mình thà việc thiệt máu chọn thiệt thực hàng ná nhưng tạo cái ô tô tử trong nơi thằng ở năng nè bà làm bài vừa bài bán đối nhóm chắc trong play mở bà việc thiệt máu bài chẳng này nè bà chỉ tầm rung năng hói để tao kia ai thưa tam chấm sấn nó về đây để tao kia vô hết chọn thưa cho mấy các bạn chọn bay tu tu lơ tu một khlang sai cho mấy các bạn ai xả là bong để bàn đói trong cọt ngón nâng bật chạy thang không còn lại phai xịt sầm mặt thưa việc bay khlang bay tịt tu lơ tao cào mấy chừng từ nè bà nó về đây dương thưa bay cho rồi cho hỏi cái dương trâu trôi từ composition bị đâm đầm bông vào dương mà vĩnh bà dương trâu mà lớn ní dương mơ việc bay cho hỏi chơi trong hiên mặt top cái dương trâu cá thưa bầm này mình thà cả bài này dùng bạc cát cái position thay bằng mũi thiết đòi dân copy pi setter thay nè copy pi nắng đòi bây dân vô từ phớ mình thà và thôi bài nắng oi à so này về rồi tạm à so logo và dân về rồi tạm bầm này nè hả bà tai dân thưa oi việc bài khăn thì bài tách tách tơ bị lọ chẳng cả copy cái duplicate lên y tế bà cứ duplicate nó lỡ project dân thêm mà đầu này trường chỗ được project dân khơi biết thà setter lại nè nè bà setter bên setter thay thôi nó không cái lại đi chẳng dương một mưa tròn lại nè một setter bà trong check control sort đi lên nắng rồi coi cho edit vô duplicate màu nên phải chạy màu setter thu chẳng setter thu đi dương chắp vô mà đặt lên thì máu bà dương chắp vô mà đặt lên đằng máu trong phải chạy tích cái bom ôn là tham mình toàn dối ai chờ lom composition ai ấy chừng tới chẳng cu tại sẽ đã mua hội đôi trong từ nè bà ai xả là bòn tuổi đôi trong tới cứ vì đừng chạy nhảy nó bây chạy hay đừng vô là bà ok chẳng dừng chạy lương đăng hái dừng chạy pi đòn là vì á vì tranh mau cái lại nè bà pe tranh mau cái lại đăng hái dừng con tại sẽ bài đi bật thèm tại gì bà dừng sẽ bài bật thèm tại gì rồi dừng cho lên effect control bà này effect control và tôi mà thiết như mơ trăng lại force one này force one này cái lại strength này cái lại mình thà việc bài lại màu trắng nó như đạo việc số bà đạo màu số giờ chọn cái lại nó cứ cái lại phai xịt nó cái những đạo số này những đạo số nó rotation speed những đạo số nó bà số không cái những đạo số nó bà số nó ta cái này direct sật việt thì đấy bà giờ mơ việc bài bạn trẻ ra chấm đấy đi cứ dương sầm ráp vô thưa năng vô tàu mét cho mùi nứng so để dương thưa bị tu tranh năng mình đã tu hói bà tu hói bị tranh so đang mau tiền mà đòn đấy bà bị bài máu năng so lột tranh sầm ráp dương vô tàu mét cái này nè đấy bà ok chụp hình một top dương cho control A mùi tử hai dương cho tôi composition khang đam dương vĩnh composition thì muối mới biết lẽ bài mình chế bà bài mình trắng và top mà thiết bà cái dân trâu cả tiền nhận thay thò bây giờ nắng bà tiền thay thò nắng vô mà đặt nơi khang crom setter pi nắng bà đặt khang crom setter pi nắng rồi hai tròn lại setter tròn lại thay thò bây giờ nắng hết bà tròn lại thay thò bây giờ nắng nè chua tròn trek mét nè bà cái dân vô phía chia alpha mate cho mùi nắng setter thú nó dừng khơi máu việc bảy trẻ khi biết đánh chế bà bị bảy trẻ màu thế việc đó ta mà so năng hai setter dưới nè setter để dừng bảy bị đau nó dừng vô ta đạn nó lơ bằng phật ở bên đâu bị lơ nè bà ở khơi bảy bà ở khơi bảy máu và top mà tiết dừng copy setter nè bà bảy kháng lớn chỉ pi cho edit cho duplicate
ហើយនៅខាងក្រោមដែលយើងខាងក្រោមនេះបាទគឺយើងធ្វើ style ស្មោលវាឲ្យមើលទៅវាដូចមែនទែនបាទយើងប្រើ fill បាទក្នុងនេះ fill យើង search មើលពាក្យ fill បាទចាប់ទាញទៅដាក់លើ setter នៅខាងក្រោមហ្នឹងបន្ទាប់មកទៀតអាហ្នឹងគឺយើងដូរវាទៅជាពណ៌ខ្មៅមានថាស្មោលពណ៌ខ្មៅយើងដាក់មកសូទាំងអស់មកខ្មៅបាទខ្មៅជំហានបន្តមកទៀតដើម្បីធ្វើមកឲ្យវាដូចស្មោលរៀង blur គឺយើងចូលលើ effect បាទចូល effect អូសមក blur and sharpen អូសមកក្រោមមកយើងយកកន្លែងនេះបាទនេះ CC radial blur បាទចុចកន្លែងហ្នឹងមកបន្តមកទៀតដើម្បីយើងមើលឃើញ blur យើងត្រូវសេរីត្រង់កន្លែងនេះបាទនេះទីមួយសេរីត្រង់កន្លែង thai នេះយើងយកពាក្យថា fading zoom បាទ fading zoom ហើយកន្លែងនេះចំនួនវា blur នេះវាជាស្មៅចេញមិនចេះឃើញទេបាទជាស្មៅចេញយើងអាចដាក់តិចច្រើនទៅតាមការចង់បានរបស់យើងឥឡូវខ្ញុំដាក់ប៉ុណ្ណេះអូខេតែប៉ុណ្ណឹងវាជាការស្រេចបាទជាការស្រេចហើយណាអានេះយើងបន្ថែមបន្ថយទៅតាមការចង់បានរបស់យើងស្រឡាញ់ទៅណាចង់វាព្រាលវាច្បាស់ប៉ុណ្ណាយើងធ្វើតាមហ្នឹងទៅបាទឥឡូវយើងរួចហើយជាមើលខ្ញុំ render preview ឲ្យមើលមួយបាទឥឡូវនេះឃើញថាវា render ចប់ហើយខ្ញុំចុចអក្សរ N មួយកាត់យកត្រឹមវា render ចប់ហើយខ្ញុំចុចអក្សរ N បាទកាត់យកត្រឹមប៉ុណ្ណឹងបានណាបាទកុំឲ្យវាយឺតណាខ្ញុំ play វាចេញមកអញ្ចឹងហើយណាបាទអូខេអញ្ចឹងក្នុងមេរៀននេះគឺមានប៉ុណ្ណឹង